សង្គ្រាមរងហើយវិលជុំដូចកតេះឡង់ដូចផែនដីវិលបាទឆ្នាំ10 ឆ្នាំកណែ10 ឆ្នាំកណែ10 ឆ្នាំកណែឆ្នាំនេះដល់យើងទៀតដល់គេដល់យើងចាប់យើងគេចាប់គេយើងចឹងមានន័យថាវាអាចនឹងផ្ទុះតំងកំឡុង25 28ចឹងវានឹងផ្ទុះតែម្ដងផ្ទុះហ្នឹងណាហើយបើនិយាយចឹងមានអីចំអាងមើលមានមើលឃើញហ្មងមានតែអ្នកទាំងអស់គ្នាមិនដឹងបើខ្ញុំថាមានអ្នកទាំងអស់គ្នាថាអត់យកឲ្យបង្ហាញខ្ញុំឲ្យបង្ហាញបានដល់ស្លាប់ហើយប៉ុន្តែលើកនេះដល់ស្លាប់ធំដុំដល់ខ្លាំងជាងកូវីដ20 ដងហ្នឹងនៅត្រាំឡើងទុះសង្គ្រាមទុះងាប់ទុះកូវីដងាប់នេះអត់ស្គាល់អ្នកមានប៉ុនអ្នកយើងអត់គោរពគេព្រះសម្មាសម្ពុទ្ធសម្ដែងថាតាណាបើអ្នកគោរពអ្នកប្រាជ្ញអ្នកតែងតែបានភាពអស្ចារ្យរបស់ខ្លួនឯងគឺប្រាជ្ញដូចគេបាទអស្ចារ្យអ្នកប្រាជ្ញមិនមែនអ្នកនិយាយច្រើនអ្នកប្រាជ្ញប្រែថាអ្នកចេះបាទដល់ពេលយើងគោរពគេវាបានមកវិញយើងចេះដូចគេចេះចង់ខ្លាំងជាងគេទៀតឲ្យតែយើងគោរពត្រូវបាទចេះគោរពតែយើងអត់ស្គាល់អ្នកមានប៉ុនហ្នឹងមិនស្គាល់អត្ថន័យក្នុងផែនដីនេះឃើញគេរកឃើញទៅសាប់ឲ្យថតទេតែអត់គេបើសិនជាអត់តែមនុស្សម្នាក់រកឃើញតែម្នាក់ឯងមនុស្សតែមួយរកឃើញបាទតែឲ្យមនុស្សពេញពិភពលោកប្រើប្រាស់ឃើញអត់បាទឡានគេរកឃើញសិនបាទគេរកអ្នករកឃើញតែមួយឡានមួយយកមកប្រើប្រាស់ពេញពិភពលោកចឹងអត់បាទអបជ័យវិជាគេរកឃើញដូចថាដោយកាលលេក៏រកឃើញក៏ថាផែនដីវិលជុំវិញព្រះអាទិត្យទៅប្រាប់គេកំពុងគ្រប់សាសនាព្រះអាទិត្យប្រាប់គេមិនជឿបាទគេអ្នកខ្លាំងជាងយើងគេមិនចាប់គាត់ដាក់គុក6 ឆ្នាំចាំទោះបីជាឲ្យតែមនុស្សល្ងងគ្រប់គ្រងយើងហើយទោះបីយើងចេះបណ្ណាក៏វាស្មើសូន្យដែរងាប់ទៅវិញបានតែពាក្យសម្ដីមួយទុកដើម្បីគេសាវជ្រាវទៅរកឃើញមិនទៅសើគាត់តាមក្រោយសើមនុស្សងាប់បាត់ហើយចាំមនុស្សមិនទាន់ងាប់វិញយកមកប្រើបានចំណេញពេញពិភពមនុស្សនេះបាទខ្ញុំសួរណៃមនុស្ស20 លានអ្នកក្នុងនោះមានអ្នកប្រាជ្ញមួយអាចផលិតអីឲ្យយើងបានយើងសម្រាប់មនុស្ស10 លាន1 លានអ្នកនឹងមនុស្សអ្នកប្រាជ្ញនឹងមួយតែយើងសម្រាប់មួយណាបើយើងត្រូវសម្រាប់គេឲ្យជ្រើសរើសការសម្រាប់អត់ដឹងជ្រើសរើសវិញណាទេបង10 លានអ្នកមនុស្ស1 លានអ្នកលានអ្នកហ្នឹងមិនអ្នកប្រាជ្ញណាបាទជាមួយនឹងអ្នកប្រាជ្ញម្នាក់តែយើងគួរសម្រាប់ខ្ញុំអត់ដល់ជ្រើសមួយណាទេបងច្រើនពេកមនុស្សច្រើនពេកជុំម្នាក់មួយតាមួយនោះគេចេះគេអាចធ្វើអីបានទាំងអស់នាំយើងទៅអានោះគេត្រូវសម្រាប់បាទដូចជាពលពតអញ្ចឹងណាដូចជាសង្គ្រាមពិភពលោកហ្នឹងគេត្រូវស្លាប់600 លានអ្នក700 លានអ្នកហ្នឹងបាទអាសង្គ្រាមលោកទី2យកបាទ800 លានអ្នកជាង1000 លានអ្នកហ្នឹងបាទយើងឲ្យយើងគេត្រូវទៅស្លាប់អញ្ចឹងណាតើយើងគួរជ្រើសរើសយកមួយណាបើសម្រាប់អ្នក6អ្នកប្រាជ្ញ1 លានអ្នកនោះអត់ប្រាជ្ញទេតែជាមនុស្សធម្មតាខ្ញុំអត់ដឹងជ្រើសមួយណាទេបងដូចយើងបេះផ្លែឈើអញ្ចឹងបាទផ្លែឈើវាដែលសំខាន់ហើយយើងវាមិនតាន់ទុំផងយើងបេះបាទបេះមកហូបអត់កើតទេមែនអត់បាទ